អាចកំបាំងនៅលើភពអង្គាជាភពក្រហមដែលស្ថិតនៅជិតយើងបំផុតមួយតែងតែជាប្រភពនៃការចាប់អារម្មណ៍និងការស្រមៃរបស់មនុស្សជាតិទោះបីជាយានអវកាសនិងរូបយានជាច្រើនបានចុះចតនិងស្វែងយល់ពីផ្ទៃភពនេះអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយក៏ភពក្រហមនៅតែបន្តលាក់បាំងអាចកំបាំងជាច្រើនដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់និងជំរុញឲ្យមានការស្រាវជ្រាវបន្ថែមទៀតអាចកំបាំងនៃទឹកដែលបាត់បង់បញ្ហាចម្បងមួយដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺអាចកំបាំងនៃទឹកភស្តុតាងជាច្រើនបង្ហាញថាកាលពីរាប់ពាន់លានឆ្នាំមុនភពអង្គារធ្លាប់មានទឹករាវហូរហៀរលើផ្ទៃរបស់វាប៉ុន្តែសប្តាហ៍ថ្ងៃនេះភពនេះបានក្លាយទៅជាវាលខ្សាច់ដ៏ត្រជាក់និងស្ងួតតើទឹកទាំងអស់នោះបានទៅណាបរិមាណទឹកដែលបាត់បង់ការគណនាថ្មីៗបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំងអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថានៅចុងបញ្ចប់នៃសម័យកាលនូអាជៀនប្រហែល 3.7 ពាន់លានឆ្នាំមុនភពអង្គារគួរតែមានទឹកគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់ផ្ទៃទាំងមូលរបស់វាជាមហាសមុទ្រជម្រៅពី150ទៅ250ម៉ែត្រប៉ុន្តែបរិមាណទឹកសរុបដែលនៅសេសសល់នៅលើភពអង្គារបច្ចុប្បន្នក្នុងទម្រង់ជាទឹកកកនិងសារធាតុរ៉ែដែលមានជាតិទឹកគឺស្មើនឹងមហាសមុទ្រសកលដែលមានជម្រៅត្រឹមតែ30ម៉ែត្រប៉ុណ្ណោះសំណួរកើតឡើងថាតើធ្វើដូចម្តេចដើម្បីពន្យល់ពីភាពខុសគ្នាដ៏ធំនេះមានទ្រឹស្ដីជាច្រើនត្រូវបានលើកឡើងការហួតចូលទៅក្នុងលំហទឹកអាចនឹងហួតនិងបាត់បង់ទៅក្នុងលំហអាកាសច្រើនជាងការប៉ាន់ស្មានទឹកកកក្រោមដីអាចមានទឹកកកដ៏ច្រើននៅក្រោមដីដែលយើងមិនទាន់រកឃើញការយល់ដឹងមិនគ្រប់គ្រាន់អំពីអន្តរកម្មយើងអាចយល់ច្រឡំអំពីរបៀបដែលទឹកកកនិងបរិយាកាសមានអន្តរកម្មគ្នាដើម្បីឲ្យទឹករាវមានស្ថិរភាពលើផ្ទៃភពអង្គារបរិយាកាសរបស់វាត្រូវតែក្រាស់ល្មមនិងមានឧស្ម័នកាបូនឌីអុកស៊ីតចង្វាក់ដើម្បីបង្កើតឥទ្ធិពលផ្ទះកញ្ចក់និងរក្សាកម្ដៅនៅពេលដែលទឹកនិង CO2 មានប្រតិកម្មជាមួយថ្មពួកវាបង្កើតបានជាសារធាតុរ៉ៃកាបូណាតទោះជាយ៉ាងណាការស្ទង់មតិពីផ្កាយរណបរកឃើញសារធាតុកាបូណាតតិចតួចណាស់នៅលើផ្ទៃភពអង្គារការរកឃើញថ្មីរបស់រូបយាន Curiosity នៅតំបន់ដែលសម្បូរទៅដោយសារធាតុ Sulfat បានបង្ហាញពីវត្តមានរបស់សារធាតុ Rye Siderite ជាប្រភេទកាបូណាតដែកការរកឃើញនេះបានបង្កើតសមាតិកម្មថាសារធាតុ Rye ផ្សេងទៀតអាចនឹងកំពុងបិទបាំងកាបូណាតដែលធ្វើឲ្យយើងមើលមិនឃើញវាពីលំហប្រសិនបើស្រទាប់ថ្មផ្សេងទៀតនៅលើភពអង្គារក៏មានកាបូណាតលាក់កំបាំងបែបនេះដែរនោះវាអាចជួយពន្យល់ពីកន្លែងដែល CO2 បានបាត់ទៅអាចកំបាំងនៃសារធាតុសរីរាង្គនិងលទ្ធភាពនៃជីវិតសំណួរដ៏ធំបំផុតមួយដែលមនុស្សជាតិចង់បានចម្លើយគឺតើធ្លាប់មានជីវិតនៅលើភពអង្គារដែរឬទេចម្លើយចំពោះសំណួរនេះគឺនៅឆ្ងាយពីភាពច្បាស់លាស់ប៉ុន្តែភស្តុតាងថ្មីៗកំពុងធ្វើឲ្យរឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍ម៉ូលេគុលសរីរាង្គចម្រុះជាងគេរូបយាន Curiosity បានរកឃើញម៉ូលេគុលសរីរាង្គដែលសម្បូរបែបនិងចម្រុះជាងគេបំផុតនៅលើភពអង្គារម៉ូលេគុលទាំងនេះគឺជាសមាសធាតុដែលមានផ្ទុកកាបូនដែលជាប្លុកគ្រឹះនៃជីវិតដូចដែលយើងស្គាល់ការរកឃើញសំខាន់ក្នុងចំណោមម៉ូលេគុលចំនួន21ដែលត្រូវបានរកឃើញមាន7ប្រភេទដែលមិនធ្លាប់មាននៅលើភពអង្គារពីមុនមកអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺការរកឃើញរចនាសម្ព័ន្ធរង្វិលដែលមានផ្ទុកអាសូតដែលជាប្រភេទម៉ូលេគុលសំខាន់ដែលទាក់ទងនឹង RNA និង DNA នៅលើផែនដីវិធីសាស្ត្ររកឃើញ Curiosity បានប្រើបច្ចេកទេសគីមីសាមញ្ញដោយលាយម្សៅថ្មជាមួយសារធាតុគីមី TMAH ដើម្បីបំបែកម៉ូលេគុលធំឲ្យទៅជាបំណែកតូចៗដែលឧបករណ៍វិភាគរបស់វាអាចអានបានសារធាតុសរីរាង្គមិនមែនជាភស្តុតាងនៃជីវិតវាជារឿងសំខាន់ដែលត្រូវយល់ថាការរកឃើញម៉ូលេគុលសរីរាង្គមិនមែនជាភស្តុតាងនៃជីវិតនោះទេម៉ូលេគុលសរីរាង្គអាចកើតឡើងតាមរយៈដំណើរការមិនមែនជីវសាស្ត្រដូចជាប្រតិកម្មគីមីរវាងថ្មនិងទឹកឬត្រូវបានបញ្ជូនមកដោយអាចផ្កាយអ្វីដែលធ្វើឲ្យការរកឃើញនេះមានសារៈសំខាន់នោះគឺបរិមាណនិងភាពស្មុគស្មាញនៃម៉ូលេគុលទាំងនេះការសិក្សាថ្មីមួយបានព្យាយាមស្វែងរកការពន្យល់បែបមិនមែនជីវសាស្ត្រសម្រាប់វត្តមាននៃម៉ូលេគុលទាំងនេះប៉ុន្តែបានសន្និដ្ឋានថាគ្មានការពន្យល់បែបអមនិយមណាមួយដែលគួរឲ្យជឿជាក់អាចពន្យល់ពីបរិមាណដ៏ច្រើននេះបានទេម៉ូដែលព្យាយាមពន្យល់ពីប្រភពដើមនៃសារធាតុសរីរាង្គទាំងនេះឧបិទូលីលំហឬអាចផ្កាយមិនអាចផលិតបរិមាណដែលត្រូវនឹងទិន្នន័យដែល Curiosity បានរកឃើញនោះទេនេះមានន័យថាយើងកំពុងខិតទៅជិតចម្លើយមួយជំហានប៉ុន្តែនៅមិនទាន់ដល់ទីនោះទេដើម្បីដឹងច្បាស់ថាតើម៉ូលេគុលទាំងនេះមានប្រភពពីជីវិតឬអត់យើងត្រូវការនាំយកសំណាក់ថ្មទាំងនេះមកវិញដើម្បីសិក្សានៅលើផែនដីអាចកំបាំងនៃឧស្ម័នមេតានបន្ថែមពីលើម៉ូលេគុលសរីរាង្គការរកឃើញឧស្ម័នមេតាននៅក្នុងបរិយាកាសកើនឡើងយ៉ាងខ្លាំងនិងថយចុះតាមរដូវប្រភពដើមមិនច្បាស់លាស់នៅលើផែនដីឧស្ម័នមេតានភាគច្រើនបានមកពីសកម្មភាពជីវសាស្ត្រដូចជាការរំលាយអាហាររបស់សត្វប៉ុន្តែវាក៏អាចកើតឡើងតាមរយៈដំណើរការភូកអបសាសផងដែរភាពផ្ទុយគ្នានៃទិន្នន័យការសង្កេតពីយាន Trace Gas Orbiter របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA មិនបានរកឃើញវត្តមានរបស់មេតាននៅក្នុងបរិយាកាសខាងលើនៃភពអង្គារទេនេះបានបន្ថែមភាពស្មុគស្មាញដល់រឿងនេះដោយបង្ហាញថាប្រភពនៃមេតានអាចជាមូលដ្ឋានឬកើតឡើងនៅជិតផ្ទៃហើយត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សមុនពេលទៅដល់បរិយាកាសខាងលើអាចកំបាំងនៃផ្នែកខាងក្នុងនៃភពអង្គារ
ការស្វែងយល់ពីផ្នែកខាងក្នុងនៃភពអង្គារគឺជាគន្លឹះក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រនិងការវិវត្តរបស់វាយាន Insight របស់ NASA បានផ្ដល់នូវទិន្នន័យដ៏មានតម្លៃអំពីរចនាសម្ព័ន្ធខាងក្នុងរបស់ភពក្រហមការរកឃើញរលករញ្ជួយ Insight បានរកឃើញរលករញ្ជួយដីជាច្រើនដែលជួយឲ្យអ្នកវិទ្យាសាស្ត្រអាចគូសផែនទីផ្នែកខាងក្នុងរបស់ភពអង្គារបានរចនាសម្ព័ន្ធស្រទាប់ទិន្នន័យបង្ហាញថាភពអង្គារមានស្នូលខាងក្នុងរឹងនិងស្រទាប់ស៊ីលីកេតរាវនៅពីលើស្នូលអាចកំបាំងផ្សេងទៀតបន្ថែមពីលើអាចកំបាំងខាងលើមានសំណួរធំៗផ្សេងទៀតដែលនៅតែមិនទាន់មានចម្លើយភាពខុសគ្នារវាងអត្តគោលហេតុអ្វីបានជាអត្តគោលខាងជើងរបស់ភពអង្គាររលោងនិងទាបជាងខណៈដែលអត្តគោលខាងត្បូងពោពេញទៅដោយរណ្ដៅនិងខ្ពស់ជាងសកម្មភាពភ្នំភ្លើងបច្ចុប្បន្នតើភ្នំភ្លើងនៅលើភពអង្គារនៅតែសកម្មឬទេភស្តុតាងខ្លះបង្ហាញថាវាអាចនៅតែសកម្មរហូតមកដល់ពេលថ្មីនេះភពអង្គារនៅតែជាភពដែលពោពេញទៅដោយអាថ៌កំបាំងពីអាថ៌កំបាំងនៃទឹកដែលបាត់បង់ទៅដល់សារធាតុសរីរាង្គដែលអាចជាសញ្ញានៃជីវិតអតីតកាលនិងរចនាសម្ព័ន្ធភូកបផ្សារដ៏ចម្លែកភពក្រហមនេះបន្តធ្វើឲ្យយើងភ្ញាក់ផ្អើលនិងជំរុញឲ្យមានការស្រាវជ្រាវបន្ថែមទៀតរាល់បេសកកម្មថ្មីរាល់រូបភាពដែលត្រូវបានបញ្ជូនមកផែនដីគឺជាបំណែកនៃល្បែងផ្គុំរូបដ៏ធំមួយដែលនឹងជួយឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃភពអង្គារនិងលទ្ធភាពនៃជីវិតនៅទីនោះចម្លើយចំពោះសំណួរទាំងនេះប្រហែលជាត្រូវការស្រាវជ្រាវបន្ថែមទៀតហើយប្រហែលជាការបោះជំហានរបស់មនុស្សនៅលើភពក្រហមទើបអាចផ្ដល់ចម្លើយច្បាស់លាស់បាន